ការប្រកួតបាល់ទាត់លីកកំពូលកម្ពុជានឹងត្រឡប់មកបន្តសកម្មភាពប្រកួតវិញនៅចុងសប្តាហ៍នេះហើយដែលត្រូវនឹងការប្រកួតសប្តាហ៍ទី8បន្ទាប់ពីសម្រាកការប្រកួតប្រមាណ1សប្តាហ៍នៅអំឡុង FIFA Day ចំពោះការប្រកួតនៅថ្ងៃសៅរ៍ទី18តុលាខាងមុខនេះគូទី1វិសាខានឹងត្រូវជួបប្រកួតជាមួយអង្គរ Tiger នៅកីឡដ្ឋាន Prince គូទី2បង្កេតនឹងត្រូវជួបប្រកួតជាមួយគិរីវង្សសុកសាន់ជ័យនៅពហុកីឡដ្ឋានជាតិអូឡ িম্প ិកដល់ឡែកនៅថ្ងៃអាទិត្យទី19តុលាមានការប្រកួត3គូផងដែរដោយគូទី1កងយុទ្ធពលខេមរៈភូមិន្ទនឹងត្រូវជួបប្រកួតជាមួយព្រះខ័នរាជស្វាយរៀងនៅកីឡដ្ឋានកងយុទ្ធពលខេមរៈភូមិន្ទគូទី2ដង្កោសែនជ័យនឹងត្រូវទទួលស្វាគមន៍ភ្នំពេញ Ground នៅកីឡដ្ឋាន AIA KMA Park គូទី3 Live Cat ព្រះសីហនុនឹងត្រូវជួបប្រកួតជាមួយ MOI កំពង់ដេវ៉ាដល់ឡែកចំពោះ Naga World នៅសប្តាហ៍នេះពួកគេនឹងមិនមានការប្រកួតនោះទេសូមបញ្ជាក់ថាសរុបបន្ទុកជាបណ្ដោះអាសន្នត្រឹមការប្រកួតសប្តាហ៍ទី7កន្លងទៅព្រះខ័នរាជស្វាយរៀងឈរនៅកំពូលតារាងមាន15ពិន្ទុភ្នំពេញ Ground ឈរនៅលេខរៀបទី2មាន14ពិន្ទុអង្គរ Tiger ឈរនៅលេខរៀបទី3មាន12ពិន្ទុ Naga World ឈរនៅលេខរៀបទី4មាន11ពិន្ទុបង្កេតឈរនៅលេខរៀបទី5មាន11ពិន្ទុកងយុទ្ធពលខេមរៈភូមិន្ទឈរនៅលេខរៀបទី6មាន10ពិន្ទុ